រត់កតតសម្រាប់ខូចឆាយបាទហារ៉ាត់កតត Midland សម្រាប់អត់ខ្ញុំគិតថាហ្គេមនេះសាសនៅជាជំរឿសល្អសម្រាប់ស៊ីមែនទេអាយ៉ាភ្លាមយកតាមដល់មកស្កើយ៉ា Fovia គឺត្រូវដកចេញមកហើយកន្លែងណាមានហារ៉ាត់កន្លែងនោះមាន Fovia តែកុំភ្លេចឡើយ CC Glue សុទ្ធតែជាជំរឿសល្អខាង Galaxy Legend តើមួយណាជាជំរឿសរបស់ខូចឆៃនិង PJ បាទ CC បើសិនជាខូចឆៃគាត់ចង់យកត្រូវតែយកឲ្យនៅប្លោះនេះបើសិនជាអត់យកទេស៊ីយើងនឹងបែនទៅលើ CC យកតែម្ដងឥឡូវបើយើងអាចនិយាយថាបានជាមួយនឹងការដក YVE មកស្រួលមកស្កើវិញYVE យ៉ាប់ដូចជាឲ្យមួយស្កើ counter ដែរក៏ប៉ុន្តែខ្ញុំគិតថាបច្ចុប្បន្នបើសិនជាលេងជាមួយនឹងកតតណាបើសិនជាគាត់លេង combo អ្វីដែលយើងចង់បានណាបងកាគឺ combo Alpha កតត combo ពីរហ្នឹងគេបាច់លេងមួយម៉ាត់ទៀតដែរក៏បានដែរបច្ចុប្បន្នអញ្ចឹងបើសិនជាគាត់ចង់លេង combo បែបហ្នឹងយកភាសាមកនុក damage វាយយកមក Yes ណាមួយភាសាឥឡូវក៏រៀងជាមួយនឹងការ cool down ហោះចាបរៀងលឿននេះគ្នាមកដល់ combo Alpha កតតនិយាយអត់តន់ផុត combo នេះបើសិនជាគាត់ communicate ត្រូវគ្នាធីមកលា hero មួយណាដែលគាត់ចង់លឹកគ្មានឱកាសតដៃហ្មងអត់មានឱកាសតដៃហ្មងនឹកអាពីរដងនោះ damage វាយយកហ្មងហ្នឹងបាទអាយ៉ាហើយ hero ព្រោះវាបើយើងដឹងស្រាប់ហើយជាមួយនឹងការហក់ចូលទៅពិបាកចេញមកវិញបើអត់លេង flicker ហើយណាមួយក្នុង game នេះគាត់ប្រកាសជាច្បាស់លេង flicker ព្រោះរសារប៉ះដើម្បីកង្ហារចង់អាចដឹងវ៉ាទូលេង flicker ក៏ប៉ុន្តែចាំមើលសល់ Faramis ដែរ Midland សម្រាប់ CU Gaming ដើម្បីយកមកលេងដើម្បី counter ជាមួយនឹង combo របស់ខាង Galaxy Legend ក៏ដូចជាពិសេសគឺ Harrod Yes បាទព្រោះ Harrod single target basic attack របស់គាត់គិតទៅលើ Magic Image គឺឈឺយកតែមែនតើ Selena អត់បាក់ទេបាទជាមួយ Selena បច្ចុប្បន្ន OP មែនតើនៅក្នុងផាត់បច្ចុប្បន្នបាទមាន double snap នៅក្នុង game នេះឡើយអាចនឹងបែន Pasha អត់សម្រាប់ CU បែនចោលអPasha វិក្សនាសល់Pasha វិក្សនាគេលេងអត់លីតែបើសិនគាត់ចង់ pick Faramis បែន Valent ចោលបែន Valent ចោលយកបើបែន Valent គេអាចបែន Faramis វិញហ្នឹងហើយគាត់សល់មួយ slot វិញបែន Pasha ទៀតអស់ link អស់គ្នាហ្មងបាទសក់អ៊ីយើងលេង Aurora លេង Aurora តែអាចចេញសាបើចេញអ៊ីគេចេញសារៀងធន់យប់ដែរសារបស់ Z ក៏មិនណយដែរហើយសា Sky Piercer Sky Piercer ជាពិសេស Hero Harrod គឺនៅក្នុងកាទៀលគឺឈរទៅបាទចាក់យកបាទ Chip បែនចង់ឲ្យគេលេង Global Rotation ចំហ្គេមនេះនៅសល់លុយមួយទៀតចឹងកម្មាយគាត់ set ពុះបាក់ដោយសារ Moscow គឺអត់តែក្នុង 25 មិនចឹងចឹងបើសិនមាន chip ក៏បាក់លេងបាទម្យ៉ាងដែរតែនៅសល់ Logi មួយទៀតកុំភ្លេចណា Logi នៅតែមានជាមួយនឹង Teleport អាចធ្វើការ Global Rotation បានដដែលតែ Logi ជាជំរើសរបស់ក្រុមមួយណាជាពិសេស Logi អាចលេងបានជាមួយនឹង combo របស់ Galaxy ដូចគ្នាបាទប្រភេទ AOE skill គឺសំខាន់មួយចំនួនធ្លាក់ទៅលើខាង Galaxy ច្រើនមែនតើនេះគឺ early ដូចគ្នាណាតែបាទបងបាទ early ណាតើបាទថ្លឹង damage មានដូចគ្នាដូចបាននិយាយជាមួយនឹងខូចទាំងពីរគាត់មាន thread មានstyle play ប្រហាក់ប្រហែលគ្នាល្អដូចគ្នាការថ្លឹង damage គឺគាត់ច្បាស់ដូចគ្នាចោ head ក៏មានការ ban ដែរនៅសល់ឈូអាចនឹងមានការ pick មកមុនឬមួយក៏យ៉ាងណាដែរពី Galaxy Legend ណាបាទ OP ឈូព្រោះកដានសាក៏គាត់ដៃឈូដែរយេបបាទអញ្ចឹងបច្ចុប្បន្នបើសិនជា CU ចង់សង្គ្រាមធ្វើ Midland ban Nook Damage អាចនឹងផាសាជាជំរឿនល្អរបស់គាត់ក្នុងការ ban មែនទេព្រោះថាកន្លែងនេះបើសិនជាសល់ផាសាអាចនឹង Galaxy យកដូចគ្នាតែអ្វីដែលសំខាន់ក៏នៅ Midland សល់វិក្សនាសល់ផាសា Aurora ការ data ក៏នៅតែអាចលេងបានដែរ CU ធ្លាប់ដកមកម្ដងដូចគ្នាជាមួយនឹងការ data ណាបងកានេះសំខាន់បើអត់ ban Faramis គេអាចយកFaramis Valent នៅតែអាចលេងតែអាសារតែ Galaxy បើគាត់នេះគាត់បើចាំមើលគេ pick គឺគាត់អត់ pick មានទេបាទគាត់ pick experience មួយទៀតឬក៏ pick roamer មួយទៀតគីឡូតែបែនហើយគីឡូតែបែនណាព្រោះគីឡូ counter ទៅលើ first វាខ្លាំងពេក CC លេងបាក់ CC លេងសល់ CC experience land ក្រៅពី CC តាមានអីទៀតសល់ Halo បែន Halo គាត់បែនសល់ CC ហ្នឹងទេបើអញ្ចឹងគាត់យកកតទៅ Experience Land សល់ឈូក្នុងការ make play ឬមួយក៏ Hilda ក៏តំណងដែរនៅក្នុង game នេះHilda Experience Land ក៏បានបូច YVE មកមុន YVE មកមុនអាយ៉ាអត់ខ្លាចការ counter ទេបាទជាមួយនឹង Galaxy Legend ផាសានេះលាក់កតវិញណាសល់ YVE គេសឹកចិត្តលាក់ចាំងExperience Land មកក្រុមFaramis សល់ Valentina ច្រឡំតែបើសិនជា if សាសអញមាន%ចាញ់អត់សាសខ្ញុំគិតថាអត់ព្រោះសាសនេះ Alpha counter ក្រក់ពេក
mà tán tới Alpha counter khổ à lơ xả 3 mét box អត់ទេខ្ញុំគិតថាវ៉ាឡិនល្អយកមក copy បើជាចម្រើសបើជាចម្រើសស៊ីគាត់នឹងលេងដៃវែងយកមកក៏លេងដៃម៉េចអាចភោគមួយបាយពីផាសាដូចបាននិយាយផាសាឈូ yes បាទអញ្ចឹងចាំមើល Experience របស់ Galaxy Legend អាចចេញជា heal តាមមកអត់ព្រោះថាកឡុកគាត់ចង់កឡុក early game ឬមួយក៏ Khalid ឲ្យ Cadenza លេងក៏បានដែរ Khalid Cadenza ក៏មិនណយដែរបើសិនជាគាត់ចង់យក hero ប្រភេទ hero អណយនៅក្នុង early game តែបច្ចុប្បន្នជាមាន hero កឡុកមួយដែរគឺឈូផាសា Fovia team fight គេក៏រៀងមិនណយដែរចុះបារ៉ាត់ Experience Land yeah counter phobia បារ៉ាត់តែសារឬមួយក៏បាក់សៀback សៀបារ៉ាត់ក៏បានដែរបាក់សៀចូលដល់បាក់សៀចូលដល់ បាក់សៀ land fast ឈ្នះទៅលើ phobia ហើយអាចគាត់ lock ទៅលើផាសាបានដែរ rotation គាត់លឿនណាបើសិនជាគេចង់ pick off មិនងាយ pick off ណាបាក់សៀបាទអូបាទស្មានវិញឆ្ងាយពេកគាត់ឆាយគាត់យក combo ដែលមាន stand ច្រើនមែនបើយើងមើលទៅ stand 3ក្តារអុកវេទមន្ត slow ជើងហារិតក្រាកតេវាយយកមកបាទអាយ៉ានិយាយថាគាត់ចង់លេងមួយឈុតយកហ្មងណងអើបាទនេះសិតតែ combination skill ហើយបាទពីខាង Galaxy early game លេងបានសំខាន់ទៅពេលដែលគាត់យកប្រភេទ hero អញ្ចឹងមកដាក់ pressure ជាងគេទៅលើ CPU ជាពិសេសគឺ C ហ្មង Purify ឬមួយក៏ Flick Purify រត់រួចពីកតោត stand កតោត edit ឬមួយក៏ alpha វាយតែពិបាករត់ពី YPE និង Harrod តែបើសិន flick ចេញពីពួកហ្នឹងរួចតែចប់ stand អត់ទេបើតាមចិត្តខ្ញុំគិតថាអាចលេង flick ស្រួលជាងព្រោះដោយសាររៀងលឿនជាងបើលេង Purify alpha ជន់តែមិនតង់ទៅបាទ flick Purify មានដែរ sing តែប៉ុណ្ណោះ Wiki ក៏មាន Purify ដូចគ្នាដោយសារតែមាន OP ឈូ yes បាទចាំមើលជាមួយនឹង lane go lane ពី Wiki លេង Harrod ក៏ដូចជា sing លេងជាមួយនឹង Moscow នេះចង់ដឹងថាអ្នកណាខ្លាំងជាងអ្នកណាជាមួយនឹងការប្រកួតនៅក្នុងថ្ងៃទី1របស់យើងដូចគ្នាបាទចុះក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតជាមួយនឹង MPLKA រដូវកាលទី8រវាងធីម CMU Gaming ក៏ដូចជាប៉ះគ្នាជាមួយនឹង Galaxy Legend ផងដែរបាទជាមួយនឹង game ទី1មើលជំនួបក្តៅសាច់តើមានការកឡុក early ទេតែភ្លាមជាមួយ midland OP ណក3តង់លើ IK ហាក់ដូចជាលោតែមិនជាបញ្ហាទេជាមួយនឹងការ Dancer វាយទៅវាយមកតែអត់បញ្ហាទេ CFU នៅតែបន្ត straight ដដែល straight ហ្នឹងគឺខ្ញុំបាននិយាយ2ដងហើយបាទ straight មួយនេះគឺនៅពេលតែបានជាមួយនឹង midland ក៏ដូចជា Rome ដែលឈ្នះ land គេនៅ midland ណាគាត់នឹងយកជាមួយនឹង Rome ទៅកឡុកបាក់ map midland មក gang ជាមួយនឹង Golan ហើយ Jungle នឹង flow farm ទៅ gang experience land វិញបច្ចុប្បន្ន OP ចំណាយជាមួយ flicker ដើម្បីដកថយមួយកាប់3តាមពី detective បាទចង់លើលេងដេញវាយតាមជាមួយ detective ដល់ level 3ទេ retreat តបចឹងហាក់ដូចជាបាយវល់បាទលើ detective អាយ៉ាមានរឿងអីកើតឡើងជាមួយនឹង OP ក៏ដូចជា detective ម្នាក់ដែលចូលទៅជាមួយនឹងការលះបង់ជីវិតអស់ម្នាក់មួយខៀលបាត់ទៅហើយអញ្ចឹងជាមួយនឹងបន្ទុកខៀលនៅ early នេះគឺ Galaxy Legend ធ្វើបានល្អខ្លាំងតែយកបានជាមួយនឹង2ខៀលក្នុងដៃបាទអញ្ចឹងយើងបានឃើញដែរជាមួយនឹង Goal Lane បាទប៉ះគ្នា Wiki ក៏ដូចជា Sing ដូចជាមិនសូវជាគេហៅថា secret ថ្មិញដាក់គ្នាអីប្រហែលទេការលេងរបស់គាត់គឺមកធ្វើ safe play រៀងៗខ្លួនដោយសារតែមិនជាមួយនឹងវត្តមាន team របស់គាត់បាត់បង់ដូចគ្នាបាទអ្វីដែលខាង Galaxy គាត់ធ្វើបានល្អនោះគឺគាត់ដូចជាដឹងដែរព្រោះដោយសារទីគាត់ហោះចេញទៅខាងក្រោមអញ្ចឹងគឺគេយក3នាក់ពី mid roam និង jungle ចូលទៅវាយទៅលើ OP យកបានទាំងបាទ detective ពីខែលនេះយើងច្រើនណាស់អត់ទេមិនមែនជាមួយនឹង Shadow of Flicker ទេបងបាទ Tenacity ពីរនាក់ yes បាទតើរៀងស្ងប់ស្ងាត់ហើយជាមួយនឹង game នេះគឺថាថបន្តិចទៀតនឹងមានការ spawn មកបណ្ដាជាមួយនឹងថាថបាទដល់ពេលនៅការញោះជាមួយនឹង IK បាទអាយ៉ាណោះមួយណោះពីរទៅលើការ Dancer បន្តអត់មែនការ Dancer វាយដៃឈាមឡើងរែកអត់បញ្ហាទេការ Dancer ដូចជាលោចំណាយជាមួយនឹង spell ឈាមមួយបន្តការវាយដូចគ្នាប៉ុណ្ណាអាយ៉ាមកយ៉ាម៉ាចេញជាមួយ Team Fight នេះវ៉ាដូតែដេញវាយហាក់ដូចជាលោខ្លាំងមែនតែជាមួយវ៉ាដូមានការ reset ថមួយដូចគ្នាប៉ុណ្ណា4ទៅមកអាយ៉ាដាក់លេខពេមួយសិនដូចគ្នាបាទមិញដោយសារតែការ Dancer សល់ឈាមតិចមែនតែជាមួយនឹងការ contest ជាមួយនឹងថមួយនេះអាចនឹងពិបាកដែរយើងជំរឿ Just ដែង Pro OP នៅ level 3ប៉ុន្តែ Shadow level 4ណាគួរប៉ុន្តែហ្គេមនេះបើយើងមើលជាមួយនឹង Cadenza អស់ spell ឈាមណាបើយើងនិយាយពី spell ឈាមគឺគាត់អស់2ដងហើយបើសិនជាគាត់ recall ទៅផ្ទះ yes គេយកហើយត្រូវតែកន្លែងហ្នឹងគឺ3 4ហ្នឹងបាទតែបើសិនជាគាត់នៅគេអាចនឹងប្រឡែងទៅថយគេវាយគ្នាគាត់យកមកបាទព្រោះថាគាត់អស់ទាំងឈាមហើយអ្វីដែលសំខាន់គាត់ level 3បាទហើយគាត់ low បន្ថែមទៀតបាទបាទអញ្ចឹងបើសិនជាកន្លែងនេះហាក់ដូចជាពិបាកសម្រាប់ចិត្តតែសម្រាប់ការ Danza ណាបើសិនជាគាត់ recall អាចនឹងគេវាយ4ទល់នឹង3បើសិនជាគាត់នៅលេង
mình thọ này ai là cái Ogala hold team fight you vai team fight muốn có thay ban này bà những cái này mới chúng mình đang player cam bà ai già ngày ní cu ti môi bạc chát đôi chỉ full house time đó mà nó bình hò time đó bà của ta chùm núp cái đại sạch do tầm en ten bà vấn thả vậy là sầm khăn á bởi dương vậy pika rong chăm á chung mùi nâng nè mà tôi nè nó không hò to rong chăm vú nè bông mèo đắm tay vú nè cái màu môn rồi chung mùi nâng âm pì khi bởi sầm khăn trẻ giờ rất khó dùng đại thay dùng khó chưa thì tôi nhung nhung băng ha trẻ chỉ tôi tới cu ti môi pe bạc riêng bạc tịch mà chẳng cứ ấp sơi min ô điện này còn ta just này cu cái máu môn giờ mà máu bình hò giờ mà nổ máu bị bẹ môi pung giấy nổ máu vậy nè nè kia châu đẹp nồng mới đây thiệt màu nhầm pe chạy tầm màu bằng con ế cái thằng lính bao âm thì ở đấy mấy hai kìa mà ai đó ai con vậy này sang say caster chi việc sang say bằng cùi mơ mà ế cái media phèn nịch là tầm miền thu point ô quá mà rất bắn một điều này chồng giấy mẹ làm thằng lừa đó lừa ta lừa ta cái chơi thì ạc vô ăn là bầyอย่างน่าไม่กาบกดอัมพีเอลเคเราได้การทีมใบเยอะมาได้มาแล้วมันเป็นสปอนเซอร์มันทานจังไอ้โปรกากะมันสปอนเซอร์ทอมได้คือ official device มาในทางตู้สับเพลิงการในขนมอัมพีเอลเราบอกยังคือนอร์มาดอลอินฟินิตจีมาจีที่มาเพย์โปรไฟล์จีพอไหน yes จีมวยทางสมาร์ทโฟนแต่จีเพลิงการอัมพีเอลเคเราได้การทีแบบใบผมเปียชิปตุ่มเนิบบ่าดีผมไปปอนปีร้อย ultimate เด็ดมาประไฟจีนั่งเกมมิ่งดิสเพลย์ชิปไอเลงMobile Legends เราต้องมาเพย์มาเพย์ FPS มาจังเหลือโปรแกรมต้องแรมมาเพย์4G เอกรอง AMOLED มา144 Hz โอ้ยบ่าจัง GT Infinite GT มาเพย์โปรไฟล์ G นี่คือสมาร์ทโฟนเล่นเกมกับรัฐอาชีพนี่เกิดยอดแต่แมนเต้นยังน่ารักคอมพลีทไลน์ช่วยเรื่องเซลคอร์ดยอดแต่แมนเต้นแซคาร์ดบังการบาบิซาทำไมช่วยในการเล่นเกมกันแต่ประสาไว้ได้สำคัญนะเมียนกันจับBB ทำไมตะกูความตายชอบคำร้องบอกกาบ้านปิดย่อมองคำร้องนั่งย่อมองชอบมาซาปดาดำไล่แต่มวยดอลลาร์กันไรแต่ตัวบ้านปิดมัน50 มวยปิดแต่เบอร์จังฉันนั้นครั้งชอบคำร้องมาแค่ดำไล่ปรามวยดอลลาร์ก็เป็นแต่ตัวบ้านปิดมันเนี่ยปี130 ปิดอะไรยังย่อลอยแต่ติ้งไปปี130 นั่งเอามันปรามดอลลาร์อะไรจังจำไปแต่ติ้งไปจะชอบคำร้องแซ่คาปมวยเรียลบ้านไปปี135ยอดแต่แมนเต้นเอาไว้ได้สำคัญที่มวยนั่งเต้นในบันท้ายมาบัดจังบ้านนะชอบคำร้องมวยนั่งคำร้องเสร็จมวยดอลลาร์กับบ้านปรามมวยดอลลาร์กับบ้าน$10กับมันในจำไอเตี้ยปราซิมแซคัดไอเลยนี่บ้าจังยังก็มันเพลย์ได้ชิมวยหนึ่งเล็กเชนบ่าชิมวยหนึ่งเล็กเชนตัวบ้านชิมวยหนึ่งการบรรจบทำลาย10%เพลียมเลือกกรุ๊ปประเภทสมบัตินั่งบรรจบทำลายแต่เลือกสมบัติแต่บ้านเต็งหาวดิคเนียเต็งสมบัติชิมวยหนึ่งMPLKAในขนมเอฟก็โดยชิเว็บไซต์ลิชันซีนีมาดับใบโจรวมตัวสนาการเมื่อตัวก็โดยชิเลือกตักจัดดาวของปูกรมคลังเตียงบ่มใบก็โดยชิความเต้าชิมวยหนึ่งไอดอลบอลเนี่ยแต่เอาคนนี้ขเนียสำหรับการเล่นเกม Mobile Legends สำหรับการเล่นเกมบ่าเดี๋ยวเลยการเล่นยังส่งประจำติดได้ชมมวยดังการเล่นเกมประจำสำหรับการเล่นเกมคือยกมือกองชงเคลียร์ยอมไอ้กระเพียบก็เลยมาทีมไฟมือในในบ้านนายแต่ท่อบ้านในนาเกอดังเตะแต่กรมจักรก็จำได้เหมือนกันได้ไงไปโรบ้านในปีสมัยเจริญบอกการละเลชันไอ้ยากระดมใช่มีเรื่องไอ้เจ้บ่ายแม็กมาเยอะแม็กมาให้ชมมวยดังกระเด็นสาก็โลเชียร์ไปอาจไปยังกระทากกันไหลนี่กระสีใบผัวทากกันเด่นสาโลให้ปัดบังชีวิตที่ไปเนี่ยกันไหลนี่ก็ใหญ่ยังท่าบัสนี่ก็ตัดเตี้ยแค่ตัดทอหนึ่งไอ้ยแต่บัสนี่ก็เนื้อไว้คือแกนไว้แต่ทอเต้คือแกไฟยืนอยู่ได้ yes จังยังกับบ้านเคยได้ชมวยดังท่าทอมบ่ายมันคือบ้านตะลุเสียบอยู่กับมินแต่ตีนบ้านใบเคียมาเป็นปันท้ายบ่ายยังเมื่อชมวยดังเกมนี้ซิงก็ฉลาดมาแต่นับเป็นดาฮาดักกระดากระเตะม้าคือวัดไฟบ่ายชมวยการรถมาไว้โดยเคลียร์ถอดนะไอ้โอ้ยงาแค่นี้ได้กันไรนี่บ่าจังโอ้ไรนี่ก็ไทยจังในเออร์ลี่เกมยังบอกไอ้ยาจมมายาตัดได้ตอนนี้ต่อคือบอกเป็นชาวเคมวยมันไอ้จมูกหนึ่งซีเคลียร์ปีแลนด์บ่าจ้าแล้วยังเมื่อจมวยดังไอเทอมบอลจังสปิกเกอร์สโบบ้างกลาขอบได้จมวยดังซิงกระโดดเชียจมวยดังวิกกี้วิ่งบ้านจมวยดังสบายเชิงคู่ดอนกระโดดเชียไอทีมแปะกระดาษด้วยนี้จมวยดังสตาร์เลียมไซกระโดดเชียฟิเดอร์อัพไฮบันไอ้ยาก่อนสีดำทองแฮปปี้เบิร์ธเดย์ถูบ่าจังอะไรมาบ่ายายบ่าอันไหนได้ขอสปรายแกหาทางจมวยการบางฉากมาทำไมนะนี่มันว่าไอ้ยัยหลินบ่าแค่เด็กกอดมวยไปđó นะ
midland កាដេនហ្សាអូចេះលោតអាតែតែសល់ជាមួយនឹងស្បែឈាមតា បាទ តែគាត់ទៅគ្រាប់ឯងតចោ ចុចតុបមិនតុបមិនចោបាទផាសាបន្តមកត្រូវមកគ្រាប់ធ្លាក់ខ្លួនក្អឹបយកតែម្ដងលៀមជាមួយអូពីញ៉ាស់គេយកតែម្ដងជាមួយនឹងលេនដាក់ element 3ដល់ថយទី2នឹងកាត់មកក្នុងរយៈពេល12 scan ទៀតចាំមើលតើមកនេះសមាជិករបស់ Galaxy Legend បន្តការវាយខ្ញុំជឿថា Galaxy នៅតែបន្តការវាយព្រោះគាត់យក hero សិតតែជាប្រភេទ hero team fight ទាំងអស់គ្នាបាទអញ្ចឹងអត់អាចបលែង objective ឲ្យ free ងាយស្រួលទេពួកខោចៃក៏បានប្រាប់ថាមកនេះគឺមកវាយយកតែម្ដងជាមួយនឹង season 8របស់ Galaxy Legend បាទច្បាស់ជាមួយនឹងការលោតវាយតតឬមិនតតជាមួយ OP ញ៉ោះ1ញ៉ោះ2ទៅលើការដានសាតអត់តតទេងាយមកជាមួយបានលោតដាំត OP គេបោកវាយបានហើយតែ OP អត់បានតតទេក្រៅវិញក្បាលជាមួយថតទី2ណែបន្តបានលើនិយាយទៅដេញវាយវិញយកតែម្ដងជាមួយសមាជិករបស់ Galaxy រីត្រេចប់ទីទៅបាត់បង់ជីវិតអត់ហើយ2ទល់នឹង0យកតែម្ដងកន្លែងបាញ់មិញនេះបាទយោអាយ៉ាបាទមានការចូលមកលួចជាមួយនឹងចាំងកបន្ថែមទៀតប៉ុន្តែពីលេនស៊ី midland ស៊ីអាយ៉ាបាក់ថ្មីស៊ីមួយទៀតដូចគ្នាប៉ុណ្ណេះ T1 នៅផ្លូវ midland ក៏មានការយកដូចគ្នាប៉ុណ្ណេះពីសមាជិករបស់ Galaxy Legend free ទាំងផបើមួយទៀតអរេយើងអាចនិយាយថាបានជាមួយនឹងការ trade បាន T1 trade នៅខាងផ្លូវបតំលែនផងដែរពីសេងនៅក្នុង game នេះទោះបីជាគ្នាគាត់បាត់បង់ខៀមមែនពិតក៏ដូចជាបានមួយ trade នៅខាងបតំលែនតែមិញខ្ញុំជឿថាស៊ីគាត់មាន spell flicker តែគាត់អត់តិចទេបាទណាមួយគាត់គិត clear land ចង់ clear ហើយប្រហែលបាទយកតែរៀងនេះដែរគាត់ស្មានតែគេអត់មកអីចឹងណាបាទចាឥឡូវយើងមើលជាមួយនឹងបាទអូខេតែ goal នៅ early game 5 នាទីគឺប៉ាន់គ្នាព្រោះ objective CU បាន2ដងហើយ team fight ឈ្នះម្នាក់ម្ដង team fight ឈ្នះម្នាក់ម្ដងអញ្ចឹងអត់បញ្ហាទេ goal នៅតែស្មើគ្នាដូចគ្នាផងដែរជាមួយនឹង game មួយនេះបច្ចុប្បន្ន goal អ្នកដែលមានជាងគេបានលើ Sing តែលើ Wiki តែ100 200ទេមិនជាបញ្ហាទេ Wiki join team fight ដែរមក clear ជាមួយនឹង midland បាទចាឥឡូវជាមួយនឹង game នេះបន្ទុកខៀប3ទល់នឹង5ក៏ដូចជា6នាទីហើយបន្តិចទៀតនឹងមានការ spawn ជាមួយនឹងថាថទី3មកដូចគ្នាបាទជាមួយនឹង staff ក៏បានទៅលើ Sing បច្ចុប្បន្នការអ្វីដែលខាង CU គាត់ចង់ធ្វើគឺយក4អ្នកលេងជាមួយនឹងខាង Team Galaxy Legend សិនបើសិនជាចូលទៅដល់ lot ទី1មានវត្តមានរបស់ Sing គប់ ultimate គាត់មកហើយបាទអញ្ចឹងបើគប់ត្រូវអាចនឹងជាជំរឿ lot ដែលបើគប់ខុសអាចនឹងពិបាកដូចគ្នាសម្រាប់ game មួយនេះណាមួយអាចត្រូវតែប្រយ័ត្នជាមួយនឹង combo full up stand របស់ Galaxy Legend មែនតើជាមួយនឹងកតទៅជា alpha របស់ Lin ជាពិសេសគឺមាន stand មកពី Shadow គឺសុទ្ធតែ stand តែម្ដងអ្នកតែមាន purify គឺមានតែ Sing មួយតែប៉ុណ្ណោះបាទចាឥឡូវជាហេតុដែល OP គាត់ទៅញ៉ោះគេអត់តតហ្នឹងណាបាទគាត់ដឹងដែរថាមើលបើតតអ្នកណាអ្នកតតអាចនឹងបងគាត់ដាច់បាទបងដែរតែគេ trade ណាគេ trade ទេជាមួយនឹង total ទី3 trade ជាមួយនឹង T2 នៅផ្លូវ bottom lane បងកាកាមកហើយជួយOPឈូសេតតបោកវាយលើសាដូយកតានោះមានការបោកលើ ultimate មកខោមកគ្នាដូចគ្នាបណ្ដាពីការលេងសាតែងារជាមួយនឹងវ៉ាដូលោតដំតាដូចជាលោកខ្លាំងមែនតើជាមួយនឹងវ៉ាដូបាត់បង់ជីវិតបានហើយជាមួយនឹងការចំណាយពីការតែលេងកាប់3តង់មួយបណ្ដាពី detector អាចបាត់ជីវិតជាមួយនឹងលេងដែរទេលេងណាដូចជាតែមែនតើជាមួយនឹងលេងដល់ថយវិញយកតាមនៅពីសមាជិករបស់ CFU Gaming វ៉ាវហើយគាត់សម្រេចចិត្តក្នុងការទាត់ Shadow មុនគេយកតែម្ដងជាមួយនឹងការបោកមកបាច់មិនទេបោកអត់ដាច់គាត់ពិបាកតាគោគាត់ពិបាកដោយសារតែអញ្ចេះឥឡូវតតអ្នកគេតតទៅលើ Cadenza មាន Shadow ចាំនឹកអាប់ជួយតតទៅលើ Shadow មាន Cadenza លោត Ultimate ចាំជួយបាទសតតែ stand យកទៅមកបើចាំចាប់ដៃគីនឹងនៅណាយេប៉ុន្តែអ្វីដែលសំខាន់ណាស់គួរឲ្យសោកស្ដាយជាមួយនឹងការគប់ឈើចក្ររបស់ Sing មកមិនគាត់ត្រូវបើគប់ត្រូវដឹងតែដាច់ចំង Shadow ហ្នឹងព្រោះដោយសារតែបាយមិនជាមួយនឹងគាត់សល់តែម្ដាយទេហើយមាន flicker ទៀតបាទចាឥឡូវភ្លាមជាមួយនឹងការបោករបស់ OP បាញ់គឺមិនទទួលបានជាមួយនឹងជោគជ័យក៏ដូចជាមានការយក kill ទៅលើ Shadow ទេពី OP បាទចាំកលគោលផាផាគ្នា goal lane ក៏ប្រហាគ្នាអាយ៉ាស្មាសាច់ OP មានកែបោកវាយលើកមួយឈូមួយជាមួយនឹងការដាក់មេបន្ត VC តែ OP អាចបាត់បង់ជីវិតដែរជាមួយកញ្ញាណាកវាយក្នុងក្រៅ well តែម្ដងជាមួយនឹងការបាត់បង់ជីវិតបានហើយមួយតូស្មើ Sing កន្លែងនេះគេដេញវាយជាមួយនឹងការចុចជួយ fight ទៅហើយដេញវាយតែងាយមើលជាមួយបាដូវិគីក៏ម្ដងជាមួយនឹងការក្រាតេវាយលើ detective យកតែម្ដងភ្លាមជាមួយនឹងការដាច់2តែម្ដង3បាទ team fight គឺធំមែនតើពី Galaxy Legend តែយើងអាចនិយាយថាបានជាមួយនឹង OP ចូលទៅរៀងទួបានទេឲ្យចង់ lock ណាគេគឺគេមិនឲ្យ lock ទេគឺគេតែងតែ cover គ្នាគេបានមកឆ្ងាញ់យកតែម្ដងជាពិសេសជាមួយនឹង Shadow តែម្ដងបាទតត Cadenza Shadow cover តត Shadow Cadenza cover ហ្នឹង team fight គេធំជាងគេមានតែកណ្ដាលអុកវេទមន្តគេមានទាំង Lin load ultimate កោះឆ្កឹះបន្ថែមទៀតដូចគ្នាបាទចង់ជាមួយនឹង game នេះបាទចាំមើល lot នៅខាងក្រោមនៅសល់រយៈពេល10វិនាទីទៀតតែម្ដងជាមួយនឹងវត្តមានរបស់ CFU Gaming ក៏ដូចជា Galaxy Legend តើអ្នកបានជាមួយនឹង lot ទី1មកណាបាទ lot ជាមួយនឹង lot ឥឡូវគឺ level 1 level 2គ្មានទេគឺ lot ដែលតែមាន skill ឆាចបុកតារ៉េតយកតែម្ដងបាទ
midland អាយ៉ាដាក់មួយចាប់អូពីអត់មានជាមួយសៀទីមួយគេពីទេអញដាច់លើអូពីដែរមួយណាជាមួយនឹងការបោកវាយកដាអុកវិញទៅកំបាក់ដូចគ្នាប៉ុន្តែធីម5នេះអូពីចំណាយ flicker ទាត់វិញដែរមួយកញ្ញាណាអត់មាន flicker ទេតែបាត់បង់ជាមួយនឹងអូពីបាទហើយបាទនោះអាចជាអត់តដែរទេជាមួយនឹងវិគីក្រៅកទេវាយកដាវងយកតែម្ដងជាមួយនឹងការដកថយតិចដើម្បីដកទាំងហើមតែយ៉ាងណាមិញជាមួយនឹងការ reset ពី IK reset យកធាមួយជាមួយនឹងការបើក lot បាទហើយពី Galaxy Legend បាទអាចនឹងចូលយក lot ដែរទេពី detective ប៉ុន្តែដូចជាមិនចូលទេព្រោះសារអត់មានអ្នកបើក map ទេបាទដូរម្លងពេលនេះក៏ off flicker ដែរបើចូលទៅគឺបឹងគេបោកដាច់យកហ្មងសំខាន់ហ្គេមនេះគាត់ពងពិបាកចេះពងពិបាកថាតើលក្ខណៈគេប្រកបណាអ្វីដែលសំខាន់យើងមើល KDA របស់ Wiki និង IK 0-0យកតែមែនទេបាទ0នេះ0-0ពងមន់យកមកហ្មងបាទលេតបដាជាមួយនឹងការយកបាន lot ទី1ដូចគ្នាបុកយកជាមួយនឹង Q1 ត្រែនៅខាងក្រោមបើគាត់យកបានត្រែទាំងអស់ហើយ goal អាចលេតរហូតដល់ 3k បាទព្រោះ team fight យើងឃើញហើយជាមួយនឹង Fed Hero បែបនេះគឺ Galaxy Legend team fight ធំជាងមែនទទួលស្គាល់គេសបោទៅដល់ crowd control បាទគេ cloud control ច្រើន អាយ៉ា midland IK ប្រយ័ត្នយាយតិច IK ប្រយ័ត្នយាយតែ lot ក៏មានការ fast clear ដូចគ្នាផងដែរពីសមាជិករបស់ CF យើងតែខាងក្រោមជាមួយវ៉ាដូវាយ2ទល់នឹង4យកតែម្ដងវ៉ាដូអញបាត់បង់ជីវិតដូចគ្នាផងដែរតែកុំភ្លេចនៅខាងលើជាមួយនឹងការកោះផ្ទះចោលស៊ីងកោះផ្ទះហើយចោលស៊ីង Red ជាមួយនឹង T2 នៅផ្លូវ bottom lane ដូចគ្នាផងដែរមើលជាមួយនឹងការ trap នេះទៅជាយ៉ាងណាដូចគ្នាផងដែរមិនទាន់បោះបង់មហិច្ឆតាទេជាមួយនឹងការចង់បុក mid lane បន្តដូចគ្នាផងដែរមីងកាមេរ៉ាកុំឆ្កាក់កញ្ចប់វាយរឿងមិនវាយជាមួយអូពីតនតែគេស៊ីងម្ដងជាមួយនឹង Wiki តនទេណាតនតែទេជាមួយអូពីអាយ៉ាធ្ងន់ញ៉ាប់ហើយ Wiki ក្រៅកទេដាច់ស៊ីង Flicker ដេញវាយជាមួយនឹងសាដោលោតកឆ្កល់បណ្ដោយជាមួយនឹងវ៉ាបាទមិនមែនជាមួយនឹងអូពីគឺអត់បានលុកទៅលើអ្នកណាទេព្រោះសារអត់មានការណយខ្លាំងមែនទែនចេញពី Shadow ក៏ដូចជា Condenser ហើយធ្វើឲ្យវត្តមានរបស់ CFU Gaming គឺ wipe out ទៀតអញ្ចឹង T3 នេះអាចមានការវាយដាច់អត់អត់មានវិញ្ញាណទេបោកវាយលើវ៉ាដូមិនដៃពី Wiki ឈឺមែនតើជាមួយនឹង Wiki វ៉ាវអូហ្គេមនេះគឺធ្ងន់ហើយបាទពីស្នាចឹករបស់ CFU Gaming អត់មានជាមួយនឹងអ្នក defend អាច defend ជាប់ជាមួយនឹងដើម្បីរបស់ Wiki បានទេចឹង T3 នៅខាងផ្លូវ bottom lane ក៏ដូចជានៅខាងផ្លូវ mid lane ក៏មានការបែកជាមួយនឹង Seal ផងដែរបាទ T3 នេះបើយើងអាចនិយាយថាបានជាមួយនឹងការយកមក lot មកមួយទៀតហើយបងកកាគឺគេនឹងយកទាំងពីរនឹងតែម្ដងបាទអមជាមួយនឹង lot ក៏ដូចជាអាចនឹង end game បានដែរឬអត់ពី Galaxy Legend បាទឡងពេលនេះជាមួយនឹង Link គឺ level 15បាទហើយ Detective level 14តែប៉ុណ្ណោះក៏ដូចជាយើងមើលជាមួយនឹងវត្តមាន item វិញមាន Wax ក៏ដូចជា Queen Wing ប្រកបហើយនឹង Winter Crown លុយលើសបន្តិចប៉ុន្តែ Golden ចាំង color ខុសគ្នាបាទខុសគ្នា my team បាទខុសគ្នាច្រើនដែរប៉ុន្តែ Sing យើងឃើញជាមួយនឹង Malefic Gun គាត់ចេញមកហើយណាបច្ចុប្បន្នកាអ្វីដែលយើងមើលឃើញ Galaxy អាយុគឺតែ front line អត់អាចតែងបានតែ Big Alpha គឺឈឺខ្លាំងពេកជាពិសេសមានជាមួយនឹង IK គាត់ចាំតេស្តឈាមនៅក្រោយហើយឥឡូវបច្ចុប្បន្នកា Damage របស់ IK គឺកាន់តែឡើងដែរយើងលេងមិនធំគាត់ចេញរហូតដល់2ថាវ៉ាដូមានការវាយបាត់បង់ជីវិតលើវ៉ាដូបាទហើយតែ Wiki វាយតែ2ដៃប៉ុណ្ណោះអូពីអាចជាអ្នកបន្ទាប់ចំណាយ Flicker ដើម្បីដកថយផងដែរតែ T2 នៅផ្លូវ top lane ក៏មានការយកដូចនេះពីសមាជិករបស់ Galaxy Legend អូកាឡាចាប់កាឡាត់ដាក់កឡោជាមួយនឹង map space create បាទហើយជាមួយនឹងអូពីមួយស្មើសេងបាយវល់ជាមួយនឹងសេងមួយទៀតបាយវល់អ្វីដែលល្អពីខាង Galaxy Legend គឺគាត់ដឹងច្បាស់ថាយុទ្ធសាស្ត្ររបស់ខាង CFU គឺគាត់តែចាប់ពេកក្រាកទេវាយទៅដល់ Wiki អីចា Wiki ក្រាកទេវាយ2ត1ជាមួយនឹង Wiki សាដោក៏មិនដល់ជួយក្នុងការ cover ទៅលើ Wiki ដូចនេះជាមួយនឹងការ reset ដកថយបន្តិចដកដង្ហើមយក lot មួយសិនផងដែរពី Galaxy Legend បាទចឹងយើងមើលជាមួយនឹងសមាជិករបស់ខាង CFU Gaming អស់ហើយណា spell ណាអាយ៉ា Detective លេងសើចមានជាមួយនឹងអាងជាមួយនឹង Z ណាដើម្បីបន្តតែនឹងអាចដកថយ lot នេះ free ទៅលើ Galaxy Legend បាទអ្វីដែល CFU អាចធ្វើបានទៅលើ Galaxy គឺមានតែកឡុកដើម្បីឲ្យជាមួយនឹង Sing ធ្វើការ switch pool បុកតារ៉ាតាមម្ដងប៉ុន្តែ Galaxy ដឹងមុនយកតែម្ដងគាត់ឲ្យគ្នាគាត់3នាក់ដេញឲ្យទុកឲ្យវត្តមានរបស់ IK ទៅទប់ផ្ទះបានយ៉ាងល្អជាពិសេសអាច pick off បានទៅលើ Sing មកវិញទៀតឥឡូវនេះខាង CFU កំពុងតែប្រហែលមែនតើចង់ switch pool ក៏គេដឹងយុទ្ធសាស្ត្រចង់ team fight ក៏មិនដឹងចាប់ពីណាគេដែរ Pro Damage របស់គាត់គឺកាន់តែខោចតែសារ goal ខុសគ្នារហូតដល់ 6400 goal បាទរៀងធ្ងន់មែនតើឯងជាមួយនឹង lot តាមមកផ្លូវ bottom lane សេង Wiki អត់មែនសេង lot មកចាប់ជាមួយនឹងសេងកន្លែងនេះជាមួយនឹងការknock up 3-0 ពី Shadow What a play from Shadow 3-0បាទហើយ triple
kill ចូលខ្លួនទៅលើ Vicky 2 ទល់នឹង 5 អាយនឹង it's over កន្លែងនេះដែរជាមួយកញ្ញាណាជាមួយនឹង C អត់មាន ultimate ទេល្អខ្លាំងមែនតើជាមួយនឹង Poka Densa Sado មិនមិញនេះអាយយយឡតចាំមកដល់មើលទៅ it's over ឬមិន over it's over បាត់ហើយជាមួយនឹង game មួយនេះអាយនឹងវាយតែយកតែម្ដងកន្លែងនេះជាមួយនឹងជ័យជំនះ game ទី1បានលើ Galaxy Legend វ៉ាវបញ្ចប់ហ្គេមគឺត្រឹមតែ2 lot តែម្ដងពីវត្តមានរបស់ Galaxy Legend គឺ smooth មែនតែនយកតែម្ដងហើយមកជាមួយនឹងហ្គេមមួយនេះបាទតែយើងបានឃើញជាមួយនឹងការខាំបោប្លែកមែនតែនដែលមានជាមួយនឹងកាតោកាចាហើយក៏ដូចជា edit ក្នុងការលេងមកឈុតជុំគ្នាយកតែម្ដងពី Cadenza ហើយនឹង Shadow បាទអ្នកដែលមាន